ក្រសួងពាណិជ្ជកម្មអំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវគ្រប់គ្រងហានិភ័យនៃការទិញលក់និងសុវត្ថិភាពអ្នកប្រើប្រាស់ក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់អ្នកប្រើប្រាស់និងម្ចាស់ស្ថានីយ៍លក់ប្រេងឥន្ធនៈទាំងអស់ត្រូវអនុវត្តតាមលក្ខណៈស្តង់ដារបច្ចេកទេសនៃការលក់ការស្តុកទុកនិងការអនុវត្តល្អស្របតាមស្តង់ដារនិងក្រុមប្រតិបត្តិដែលស្ថានីយ៍លក់ប្រេងឥន្ធនៈជាទូទៅបានអនុវត្តនិងគ្រប់គ្រងហានិភ័យល្អកន្លងមកការអំពាវនាវនេះធ្វើឡើងដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យនៃការទិញលក់និងសន្តិសុខសុវត្ថិភាពរបស់អ្នកប្រើប្រាស់ដែលអាចកើតឡើងពីការស្តុបប្រេងឥន្ធនៈដោយមិនសមស្របតាមលក្ខណៈស្តង់ដារបច្ចេកទេសនិងធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈទៅតាមស្ថានីយ៍ប្រេងឥន្ធនៈនេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មផ្សាយនៅថ្ងៃទី6 ខែមិនិនានេះជាមួយគ្នានេះក្រសួងពាណិជ្ជកម្មបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តនិងយោគយល់ចំពោះស្ថានីយ៍លក់ប្រេងឥន្ធនៈដែលបានខិតខំប្រឹងប្រែងគ្រប់គ្រងហានិភ័យនិងចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈព្រមទាំងជៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ដែលអាចបង្កឲ្យមានហានិភ័យឆាបឆេះនិងប៉ះពាល់ដល់ទ្រព្យសម្បត្តិនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងនៃក្រសួងពាណិជ្ជកម្មនិងមន្ទីរពាណិជ្ជកម្មរួមទាំងមន្ទីររាយនិងធម្មពលរាជធានីខេត្តបាននឹងកំពុងបន្តចុះតាមដានត្រួតពិនិត្យការលក់ជាប្រចាំដើម្បីធានាការលក់និងជំរុញឲ្យស្ថានីយ៍ប្រេងឥន្ធនៈអនុវត្តឲ្យបានគត់មុតតាមលក្ខណៈស្តង់ដារបច្ចេកទេសនិងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតីជាដើមក្រសួងក្រៅរំលឹកឲ្យក្រុមហ៊ុនចែកចាយនិងម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ត្រូវអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់